តោះបដូរមកប្រើ Epic Bank ជាមួយគ្នាមិនចង់ដកលើជាងពីអ្នកណីកាត់ថ្លៃសេវាអត់ណោះលែងគិតថ្លៃសេវាសូមស្វាគមន៍មកកាន់ពិធីប្រកាសស្វាគមន៍ទូតសូឆាន់តៈផ្លូវការធនាគារវែងជាបឋមគឺបាទសមមេកយុសូមលំអរការគោរពនៅជំរាបសួរដល់វត្តមានរបស់លោកលោកស្រីនិងអ្នកកញ្ញាពីយុជាតិនិងអន្តរជាតិដែលមានវត្តមាននៅក្នុងកម្មវិធីប្រកាសស្វាគមន៍ទូតសុឆន្ទៈផ្លូវការធនាគារវិញជាទីគោរពនិងជាទីមេត្រីក៏សូមអនុញ្ញាតគោរពនៅជំរាបសួរដល់វត្តមានរបស់ទស្សនិកជនដែលកំពុងតែទស្សនាផ្ទាល់នៅលើទំព័រ Facebook Page ផ្លូវការ Wing Bank ផងដែរបាទជំរាបជូនថាថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសគឺជាការជួបជុំមួយដ៏អស្ចារ្យដ៏មានអត្ថន័យនៃធនាគារ Wing ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ថ្មីសន្លាងនិងជាអ្វីដែលពិសេសពិសាព្រឹត្តិការណ៍មួយដែលឆ្លុះបញ្ចាំងអំពីស្មារតីជាតិខ្មែរដ៏រឹងមាំផងដែរបាទជំរាបជូនទៅកាន់វត្តមានរបស់ភ្ញៀវដែលបានអញ្ជើញចូលរួមនៅក្នុងថ្ងៃនេះផងដែរសូមគោរពអរគុណមែនទែនយ៉ាងជ្រាលជ្រៅដែលបានផ្ដល់ពេលវេលាចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាមួយនឹងកម្មវិធីរបស់យើងនាពេលនេះដើម្បីជាសក្ខីភាពរួមគ្នាក្នុងដំណើរឆ្ពោះទៅមុខដ៏មោះមុតរបស់យើងដើម្បីនាំមកនូវសមិទ្ធផលនិងគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀតដើម្បីភាពរីកចម្រើនដល់ត្រចះចចង់នៅក្នុងសហគមន៍របស់យើងផងដែរបាទដូចដែលលោកស្រីក៏ដូចជាវត្តមានរបស់ភ្ញៀវកិត្តិយសសិល្បករសិល្បករនីបានជ្រាបហើយថាប្រទេសកម្ពុជារបស់យើងគឺជាសាវតាជាទីមោទនៈនៃជាតិខ្មែរដែលយើងបានឆ្លងកាត់នៅរឿងរ៉ាវដ៏លំបាកជាច្រើនរួចមកហើយប៉ុន្តែខ្ញុំជឿជាក់ថាគ្មានប្រជាជាតិគ្មានប្រជាជនខ្មែររូបណាចុះចាក់នោះឡើយបាទយើងតែងតែក្រោកឈរឡើងដើម្បីតាំងជំនះរាល់ឧបសគ្គហើយក៏នេះបានបន្សល់បញ្ជាក់ថាស្មារតីរបស់យើងរឹងប៉ឹងរឹងមាំហើយបានចាក់ឫសយ៉ាងជ្រៅទៅក្នុងបេះដូងនិងឈាមជ័រដែលជាជនជាតិខ្មែររបស់យើងទាំងអស់គ្នាហើយស្មារតីដ៏មោះមុតកម្លាំងចិត្តដ៏ខ្លាំងក្លាមិនចេះរីងស្ងួតនេះហើយបាទបាននាំមកនៅគំនិតច្នៃប្រឌិតក្តីសង្ឃឹមនិងមោទនភាពជាជនជាតិខ្មែរដើម្បីខ្មែររបស់យើងទាំងអស់គ្នាបាទហើយនៅក្នុងរាត្រីនេះបាទគឺជារាត្រីដ៏សំខាន់ដែលយើងនឹងធ្វើការប្រកាសជូននៅទូតសុឆន្ទៈផ្លូវការរបស់ធនាគារវិញអ្នកទាំងអស់គ្នាអាចស្មានដឹងថាទូតសុឆន្ទៈផ្លូវការធនាគារវិញយប់នេះជាណាគេអត់ដឹងហើយលឿនបដ ாய் ដឹងមកពីណាមានខ្សែមែនកាលណាដឹងខ្លះលើកដៃតិចបានអត់បាទជាស្រ័យបងដឹងមកពីណាបាទសូម្បីតែខ្ញុំអត់ដឹងប៉ុណ្ណឹងបាទអត់ដឹងទេជួយសំដែងធ្វើអត់ដឹងណាអូខេបាទបើសិនជាយើងដឹងហើយយើងសំដែងធ្វើដឹងតែបងនៅខាងក្រោយដឹងអត់ឥឡូវខ្ញុំសួរមែនតើដឹងអត់អត់ដឹងទេត្រូវទេចូលមានសំដែងធ្វើអត់ដឹងអត់បដ ாய் ទៅបាទអូខេអញ្ចឹងបានន័យថាទោះបីជាអ្នកដែលគាត់នៅទីនេះបានដឹងឬមិនបានដឹងក្តីខ្ញុំជឿជាក់ថាទស្សនិកជនដែលគាត់នៅគេហដ្ឋានកំពុងតែទស្សនាតាមរយៈការផ្សាយផ្ទាល់លើទំព័រ Facebook Page Wing Bank ប្រកាសជាមិនមានតម្រុយមិនដឹងអ្វីតតែសោះថាតើថ្ងៃនេះវត្តមានទូតសុឆន្ទៈផ្លូវការរបស់ធនាគារ Wing នៅក្នុងរាត្រីនេះគឺជាអ្នកណាបាទហើយជំរាបជូនថារាត្រីនេះពិសេសពិសាត្រង់ថាទូតសុឆន្ទៈនៅក្នុងរាត្រីនេះសុទ្ធសឹងតែជាអ្នកដែលគាត់មានឈ្មោះបោះសម្លេងសុទ្ធសឹងតែជាអ្នកដែលគាត់មានរូបសម្បត្តិស្រស់ស្អាតស្រស់សង្ហាគួរជាទីតាក់ទាញទៅដល់នារីជាច្រើននៅក្នុងប្រជាជាតិកម្ពុជារួមមានអ្នកដែលឈរនៅខាងមុខនេះខ្ញុំជាច្រើនដែរមែនទេបាទរីឆ្លើយអីដែរមែនដែរហ៎បាទអញ្ចឹងអ្នកទាំងអស់គ្នាអ្នកខ្លះមិញឆ្លើយហើយថាមានអ្នកសម្ដែងធ្វើអត់ដឹងបាទមានអ្នកខ្លះគាត់អត់ដឹងមានអ្នកខ្លះអត់ដឹងមែនតើទៅអត់មានអ្នកអត់ដឹងមែនតើ 100% អត់ដឹងហ្មងណាបាទជាស្រ័យខ្លួនឯងពាក់វ៉ែនតាចំហើយជាអាចអត់ដឹងទៅហើយព្រោះមើលអត់ឃើញបាទអូខេបាទអរគុណអ្នកទាំងអស់គ្នាជំរាបជូនតម្រុយខ្លះណាថានៅក្នុងរាត្រីនេះវត្តមានទូតសុឆន្ទៈរបស់ធនាគារ Wing គឺជាក្រុមតន្ត្រីករបាទដែលមានសមាជិកច្រើនគួរសមដែរហើយមានទេពកោសល្យយ៉ាងខ្លាំងក្លាផ្នែកចម្រៀងគាត់បានច្នៃឧបករណ៍ភ្លេងខ្មែរលាយជាមួយនឹងឧបករណ៍ភ្លេងសម័យនៅក្នុងបទចម្រៀងពួកគាត់ហើយនេះសបញ្ជាក់ថាគាត់បានលើកស្ទួយវប្បធម៌អរិយធម៌និងចង្វាក់ភ្លេងខ្មែររបស់យើងនិងឧបករណ៍ភ្លេងខ្មែររបស់យើងសោកសៀតនៅក្នុងគ្រប់សឹងតែបទចម្រៀងរបស់ពួកគាត់ទោះបីជាគាត់ជាតារាចម្រៀងសម័យទំនើបឆ្នាំ2025ក៏ដោយបាទអញ្ចឹងសំខាន់គឺថាពួកគាត់មានសមាជិកច្រើនគួរសមហើយមានអ្នកទស្សនា
នៅក្នុងវីដេអូក៏ដូចជាបទចម្រៀងនីមួយៗហ្នឹងក៏រាប់លានដងផងដែរអ្វីដែលសំខាន់គឺថាគាត់បានឆក់យកបេះដូងបាទស្ទាប់មិត្តស្ទាប់យុវវ័យរបស់យើងនេះច្រើនជាច្រើនទាំងបរិះទាំងនារីហើយខ្ញុំជឿថាបើគ្រាន់តែបង្ហើបបទចម្រៀងគាត់តែមួយឃ្លាអ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់បាត់ទៅហើយអញ្ចឹងអធិស្ឋានណាខ្ញុំសូមលាក់សិនបាទព្រោះថាខ្ញុំក៏អត់ដឹងអីដែរធ្វើតាមគេទេបាទអូខេអរគុណអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងរាត្រីនេះអ្នកទាំងអស់គ្នាចង់ជួបជាមួយនឹងវត្តមានទូតសុឆន្ទៈរបស់ Giving ហើយឬនៅម្ដងទៀតចង់ជួបនៅឮតែកដាលខាងឆ្វេងដល់សូវឮចង់ជួបនៅចុះខាងស្ដាំមកចង់ជួបនៅខាងណាឮជាងគេឲ្យចេញមកខាងហ្នឹងចេញតែមកចំហៀងឯងខាងកដាលចេញខាងកដាលឮខ្លាំងឲ្យគាត់ចេញតែកដាលឯងចុះបងខាងក្រោយចង់ជួបជាមួយនឹងទូតសុឆន្ទៈធនាគារ Giving នៅអូខាងក្រោយអត់ឲ្យចេញទេចឹងហ៎ម្ដងទៀតបងសូមឲ្យលឺខ្លាំងស្អាតខាងមុខមើលបងម្ដងទៀតចង់ជួបនៅបងហ្នឹងបងប៉ុណ្ណឹងឲ្យចេញបានបាទប៉ុន្តែសំឡេងមិញគឺលឺតែម្នាក់គត់អូខេអរគុណអ្នកនរគ្នាអញ្ចឹងមិនឲ្យអ្នកនរគ្នាធ្វើការរងចាំយូរទេនៅក្នុងពេលវេលានេះខ្ញុំបាទសូមធ្វើការប្រកាសជូនក៏ដូចជាសូមទះដៃអបអរសាទរស្វាគមន៍នៅវត្តមានទូតសុឆន្ទៈជាផ្លូវការនៃធនាគារ Givingចង់ឃើញញញឹមរាល់ថ្ងៃចង់ឃើញសប្បាយ all day នៅក្បែរបងជីវិតថ្លៃនឹងលំបាកលុកសាយអូស្ទៀវបងក៏ជាងរកគ្មានគេគ្មានក៏ខុសពីអូនឆ្ងាយអូស្នេហ៍ចែវា20ក្រាចាំមិនសូវចាស់តែពូកែធ្នមមុខក្មេងសំឡេងស្រួយអូនជាមនុស្សស្រីកំរឃើញអូនចង់ស្អាតចង់ល្អសម្រាប់ខាងក្រៅអូនល្អដាច់ទេតើនៅណាអូនយំ baby ទៅឲ្យបងលួងលោមកុំទៅឲ្យបេះដូងអូនបងតែមិនបើជាទេសភាពមកព្រាបអូនដូចជាថ្ងៃលេងតែបើសិនគឺជាមេរៀនមុំនឹងទុនតែងមិនឲ្យភ្លេចទៅដល់ណាក៏គេថាយើងលយកាន់កដាំ100ចាយដូចកដាត់10លឺហើយពុនឯសោស្រ័យអូយស្លោកខ្ញុំលយចាស់ខ្លះដូចទាំងអស់ចេញក្រៅឲ្យយឺតខកកបយឡានមានដូចក៏ញ៉ាំនៅលុយកប់ស្វេស្ដាំឃើញនាងរំតូចមើលបញ្ចេះញយនៅបកាយខ្លាយគ្រប់សោ La cima, la cima, la cima. ចង់ឲ្យនារី10នាក់អង្គុយលើផ្លូវនេះគ្រប់ដៃពួកយើងកាន់ whisky ចង់សប្បាយ baby ចង់ get high but get អីឆ្ងាយ to follow me or aka សូមស្វាគមន៍វត្តមានក្រុមតារាចម្រៀងរ៉េប La Cima Cartel baby pull up on my neck អង្គុយចិត្តបងបាយខ្លួនឲ្យម៉ាសាខ្នង ទូតសុឆន្ទៈផ្លូវការនៃធនាគារ Giving ដឹកដៃបងចូលរួមបងផ្លឹកកៅភ្នែកនាងដូចធ្វើឲ្យខ្ញុំគិតសួរនាងថាជំនីទំនេរទេបើសិនជាអូខេ baby បាទសូមសម្លេងម្ដងទៀតឲ្យខ្លាំងជូនក្រុម La Cima Cartel អរគុណច្រើនបាទអ្នកទាំងអស់គ្នាអាចសម្រួលអរិយាប័ត្របានណាបាទមិនដែរអ្នកទាំងអស់គ្នាក្រុម La Cima Cartel សង្ហាអត់ទូតសុឆន្ទៈថ្មីនៃធនាគារ Giving បាទគូជាទីចាប់អារម្មណ៍អត់ហាមយកទៅផ្ទះណាព្រោះតើអត់ដឹងថាក្នុង7នាក់នឹងមានអាគេនៅ single ខ្លះណាគេអត់ទេបាទពុំមើលក៏មើលអត់ដឹងដែរបាទអរគុណអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាទូតសុឆន្ទៈជាផ្លូវការនៃធនាគារ Giving គឺក្រុម La Cima Cartel ដែលអ្នកទាំងអស់គ្នាបានស្គាល់ពួកគាត់តាមរយៈបទចម្រៀងជាច្រើនរួចមកហើយបាទតាមរយៈបទដែលយើងបានចាក់ជូនបាញ់មិញក៏ជាបទដែលទទួលបានការគាំទ្រច្រើនដែរបាទបទកម្របាទបទផ្កាស្លាបាទអញ្ចឹងគឺថាសតបទដែលនិយមលេងនៅក្នុងបណ្ដាញសង្គមច្រើនជាពិសេសគឺថា TikTok តែម្ដងអញ្ចឹងអត់មានប្របាសអីនឹងធ្វើការស្គាល់ពួកគាត់ទេបាទហើយពួកគាត់ទាំង7រូបគឺជាទូតសុឆន្ទៈថ្មីនៃធនាគារ Giving របស់យើងដែលយើងនឹងរួមដំណើរជាមួយគ្នាទៅកាន់អ្វីដែលថ្មីនិងអស្ចារ្យនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរបាទបន្តនៅក្នុងកម្មវិធីរបស់យើងខ្ញុំបាទសូមគោរពអញ្ជើញបាទក៏ដូចជាសូមឲ្យពួកគាត់ទាំង7រូបបាទហើយធ្វើការស្វាគមន៍ទៅដល់វត្តមានរបស់ភ្ញៀវកិត្តិយសក៏ដូចជាទស្សនិកជនដែលកំពុងទស្សនាផ្ទាល់នៅលើទំព័រ Facebook Page ផ្លូវការធនាគារ Giving របស់យើងជាដំបូងបាទសូមស្វាគមន៍នៅវត្តមានរបស់លោក Hasha Hello check ជំរាបសួរបងទាំងអស់គ្នាជំរាបសួរដល់ថ្នាក់ដឹកនាំ
ក៏ដូចជាបងប្អូនក្រុមការងាររបស់ក្រុមហ៊ុន Wing ទាំងអស់ដែលបានមានវត្តមាននៅក្នុងថ្ងៃនេះខ្ញុំបាទពិតជាមានកិត្តិយសមែនទែនដែលបានខ្លាចទៅជាទូតសុឆន្ទៈជាផ្លូវការរបស់ធនាគារ Wing ហើយយល់ទៅសប្បាយចិត្តបងសប្បាយចិត្តអត់មានអីមកប្រៀបផ្ទឹមបានទេដោយសារតែនេះគឺជាវិស័យមួយដែលពួកយើងអត់ដែលធ្វើការជាមួយពីមុនមកទេហើយពួកយើងក៏សប្បាយនឹងរីករាយដែលបានចាប់ដៃគូសហការជាមួយនឹងធនាគារ Wing ហើយក៏ដូចជាបានធ្វើការបញ្ចេញសមត្ថភាពនិងភាពច្នៃប្រឌិតថ្មីទៅតាមបងប្អូនក៏ដូចជាប្រជាជនដែលគ្រប់គ្រងរបស់ពួកយើងផងដែរបងអរគុណច្រើនបងបាទអរគុណដល់លោក Hasha បាទជាបន្តទៀតសូមស្វាគមន៍នៅវត្តមានកំឡោះសំហាររបស់យើងគឺលោក YCN DZ សូមធ្វើការជម្រាបសួរម្ដងទៀតទៅកាន់ភ្ញៀវកិត្តិយសទាំងអស់គ្នាដែលមានវត្តមាននៅទីនេះផងដែរហើយក៏ខ្ញុំក៏ចង់ធ្វើការអរគុណទៅដល់ក្រុមហ៊ុន Wing ដែលផ្ដល់ឱកាសឲ្យពួកខ្ញុំ Lashima ក៏ដូចជា Plus 855ចូលរួមដំណើរជាមួយនឹងពួកគាត់ដែរពិតជាអរគុណមែនទែនអរគុណបាទអរគុណច្រើនដល់លោក YCN DZ បាទជាបន្តសូមស្វាគមន៍វត្តមានលោក Missy 24K បាទសូមជម្រាបសួរម្ដងទៀតដល់បងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះហើយចង់អរគុណទៅដល់ក្រុមហ៊ុន Wing ដែលទុកចិត្តមកលើពួកយើងហើយពីថ្ងៃនេះតទៅពួកយើងនឹងចាប់ដៃគ្នាសហការគ្នាហើយយើងនឹងមានថ្មីជូនអ្នកទាំងអស់គ្នាឆាប់សូមអរគុណបាទអរគុណដល់លោក Missy 24K បាទជាបន្តទៀតសូមស្វាគមន៍វត្តមានលោក មុតភិរិនជំរាបសួរបងប្អូនទាំងអស់គ្នាហើយក៏ជំរាបសួរភ្ញៀវកិត្តិយសទាំងអស់ដែរសម្រាប់ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយក៏រំភើបដែរដែលពួកខ្ញុំបានទទួលការងារថ្មីមួយទៀតហើយក៏ពួកខ្ញុំបានត្រៀមខ្លួនរួចរាល់សម្រាប់ការងារទាំងអស់ជាមួយ Wing ផងដែរអរគុណបាទអរគុណដល់លោកភិរិនបាទជាបន្តសូមស្វាគមន៍ក៏ដូចជាសូមស្នូទដៃជួយទៅកាន់លោក YCN Rocky ជំរាបសួរភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនដែលបានរួមដំណើរជាមួយនឹងអ្នកទាំងអស់គ្នាហើយសង្ឃឹមថាយើងនឹងទៅមុខជាមួយគ្នាឲ្យបានឆ្ងាយជាមួយនឹងគោលដៅមួយទាំងអស់គ្នាអរគុណបាទក៏ដល់លោក Rocky បាទជាបន្តសូមស្វាគមន៍វត្តមានលោក YCN Tommy ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែរពួកយើង Lashima ទាំងមូលពិតជាមានចំណាប់អារម្មណ៍ដ៏សប្បាយហើយពួកយើងត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញនៅអ្វីដែលជាអត្តសញ្ញាណខ្មែរជាមួយនឹង Wing Bank ទៅមួយជំហានទៀតដ៏ខ្ពស់អរគុណច្រើនបាទអរគុណច្រើនអត់ឃើញមុខមិញខ្ញុំស្មានអត់ចេះនិយាយខ្មែរតាបាទតែពិតគេចេះនិយាយខ្មែរធម្មតាបាទអរគុណអញ្ចឹងនៅសល់កំឡោះសង្ហាមរូបចុងក្រោយបងប្អូនស្គាល់គាត់ឈ្មោះអីអត់ឈ្មោះអីគេបាទអាឡែស៊ីមែនទេបាទអធិស្ឋានបងជើងសុំក្រុមជើងមកបងអាឡែជីបាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលនៅទីនេះអូខេដូចថ្ងៃនេះមានអារម្មណ៍ដូចនៅឋានសួគ៌អញ្ចឹងឡើងផ្សែងឡើងអាប់មកអរគុណច្រើននេះក៏អាចថាជាក្តីសម័យមួយដែរដែលខ្ញុំបានធ្វើការជាមួយនឹងក្រុមហ៊ុនក៏ដូចជាធនាគារ Wing ហើយនរណាមិនស្គាល់ Wing ខ្ញុំស្គាល់តាំងពីក្មេងអញ្ចឹងអាចថាវាជាក្តីសុបិនមួយដែរដែលខ្ញុំអាចធ្វើការនឹងជាមួយនឹង Wing ហើយក៏ពួកយើងនឹងចាប់ដៃគូកាន់ដៃគ្នាធ្វើការសហការរីករាយជាមួយនឹង Wing រហូតតទៅអរគុណច្រើនបងអរគុណច្រើនដល់បងប្អូនទាំងអស់គ្នានៅថ្ងៃនេះហើយក៏អរគុណដល់ Wing អរគុណដល់ក្រុមការងាររបស់ Plus 855 Music ផងដែរអរគុណច្រើនបាទអរគុណដល់វត្តមានរបស់កំឡោះសង្ហាទាំង7រូបនៃក្រុម Lashima Cartel ដែលថ្ងៃនេះគាត់ពិតជាសប្បាយចិត្តហើយខ្ញុំជឿជាក់ថាគាត់គ្មានទុកសោកអីទេព្រោះថាលុយសុទ្ធនេះបាទចាញ់ពីធនាគារ Wing របស់យើងតែម្ដងក៏ចង់ជំរាបជូនទៅកាន់ទស្សនិកជនដែលទស្សនាក៏ដូចជាអ្នកទាំងអស់គ្នាដែលនៅទីផ្ទាល់ផងដែរថាក្រុម Lashima Cartel គឺជាក្រុមតារាចម្រៀងខ្មែរដែលកំពុងតែមានប្រជាប្រិយភាពនៅក្នុងស្រទាប់មិត្តយុវវ័យក៏ដូចជានៅក្នុងវិស័យតន្ត្រីនៅក្នុងប្រទេសកម្ពុជារបស់យើងដែលបង្កើតឡើងដោយលោកស៊ីវរិទ្ធីហើយក្នុងនោះគឺមានសមាជិករហូតដល់ទៅ7នាក់ផងដែរដែលរួមមានពួកគាត់ទាំង7ដោយដែលបានជំរាបជូនបាញ់មិញអញ្ចឹងបាទអរគុណអញ្ចឹងជាបន្តទៀតនៅក្នុងកម្មវិធីរបស់យើងខ្ញុំបាទមានកិត្តិយសសូមគោរពអញ្ជើញវត្តមានរបស់កញ្ញាគិតវិនីដានាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ Wing និងលោកស៊ីវរិទ្ធីនាយកប្រតិបត្តិនៃក្រុមហ៊ុន Plus 855និងជាស្ថាបនិកក្រុមចម្រៀង Lashima Cartel ឡើងមកលើវេទិកា
អរគុណទាំងសិស្សជនជាទីគោរពនៅជាទីមេត្រីនៅក្នុងពេលវេលានេះខ្ញុំបាទក៏មានកិត្តិយសសូមក្រុមអញ្ជើញវត្តមានកញ្ញាគិតវិនីដាបាទផ្ដល់នៅចម្រាប់អារម្មណ៍បើកកម្មវិធីរបស់យើងបាទសូមក្រុមអញ្ជើញ ចាជំរាបសួរអ្នកទាំងអស់គ្នានិងខ្ញុំរីករាយដែលបានអញ្ជើញឡាស៊ីម៉ាមកមើលការគ្រួសាររបស់ Wing Bank. So good evening everyone. At Wing Bank, we believe that the future belongs to the youth of Cambodia. They are not only the biggest part of our population, but also the heartbeat and innovation of culture and progress. This generation will move and lead the country for years to come, and it's our mission to empower them with the tools that make life easier, opportunities more accessible, and dreams within reach. This is where FinTech comes in. At Wing Bank, we believe banking should be simple, inclusive, accessible for everyone, everywhere, from the city to the smallest village. Wing Bank started by connecting people with money transfers, and today we continue that journey by pushing boundaries and digital banking, always for Cambodia by Cambodians. And that's why this partnership makes so much sense. Lasima is not just a music group. They are the voice of a generation. Their music celebrates what it means to be Khmer while embracing change, creativity, and innovation. Just like Wing Bank, they are unafraid to push forward towards old limits, challenge themselves, and to create something that truly inspires. Together, Wing Bank and Lasima Cartel are here to inspire, empower, and to remind everyone that Khmer spirit is strong, unstoppable, and ready for the future. Thank you. Thank you so much, Ms. Vinada, for your wonderful work. បាទជាបន្តទៅទៀតនេះខ្ញុំបាទសូមប្រកល់ទូនាទីជូនទៅការថ្នាក់ដឹកនាំរបស់យើងមួយរូបទៀតដែលលោកនឹងធ្វើការចែករំលែកបាទតាក់ទងជាមួយនឹងបទពិសោធន៍ពិសេសសំខាន់ក្នុងការដឹកនាំនៅក្រុមចម្រៀង Lasima Cartel ដើម្បីទទួលបាននៅជោគជ័យហើយកិច្ចសហប្រតិបត្តិការថ្មីដែលគាត់បានរួមគ្នាជាមួយធនាគារ Wing ថាតើគាត់នឹងមានអ្វីដែលថ្មីខ្លះសម្រាប់ចែកជូនទៅដល់ទស្សនិកជនបានទស្សនាសូមក្រុមអញ្ជើញការផ្ដល់ចំណាប់អារម្មណ៍ពីលោក Silverty បាទសូមអញ្ជើញ ខ្ញុំបាទស៊ីរធីជាស្ថាបនិកនិងជានាយកប្រតិបត្តិ Plus 855 Music សូមសម្ដែងស្វាគមន៍ការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំនិងក្រុមការងារទាំងមូលរបស់ធនាគារវិញសូមស្វាគមន៍ដៃគូវិនិយោគនិងក្រុមហ៊ុនវិស័យពាក់ព័ន្ធក៏ដូចជា Influencer លោកស្រីអ្នកនាងកញ្ញានិងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅក្នុងថ្ងៃនេះសូមថ្លែងអំណរគុណកញ្ញាគិតវិនីដា CMO នៃ Wing Bank សម្រាប់សន្ទរកថាដ៏មានអត្ថន័យខ្ញុំពិតជារីករាយដែលបានស្ដាប់ពីទស្សនវិស័យរបស់ Wing Bank ក្នុងនាមជាដៃគូសំខាន់សម្រាប់ប្រជាជនកម្ពុជាសម្រាប់ Plus 855 Music បច្ចុប្បន្នគឺយើងមានសិល្បករចំនួន10រូបដែលក្នុងនោះមានសមាជិក7រូបជាក្រុម Lasima Cartel ដំណើររបស់យើងចាប់ផ្ដើមពីគំនិតតូចមួយគឺការបង្កើតវេទិកាដែលធ្វើឲ្យសិល្បករកម្ពុជាធ្វើយ៉ាងណាឲ្យមានកន្លែងបង្ហាញសមត្ថភាពនិងទទួលបានកិត្តិយសជាមួយនឹងចំណូលដ៏សមស្របមួយសម្រាប់ខ្លួននៅពេលដែលយើងចាប់ផ្ដើមជាមួយនឹង Lasima Cartel យើងមិនមានធនធានអ្វីច្រើនទេប៉ុន្តែអ្វីដែលយើងមាននោះគឺជំនឿជឿជាក់ថាសិល្បករគួរតែទទួលបានការគ្រប់គ្រងនិងទទួលស្គាល់ក្នុងស្តង់ដារជាក់លាក់មួយដូចជា Wing Bank ខ្ញុំបានស្គាល់យូរមកហើយថាជាមុខជំនួញក្នុងស្រុកមួយដែលបានចាប់ផ្ដើមពីសេវាកម្មតូចមួយដើម្បីជួយប្រជាជនកម្ពុជាមានភាពងាយស្រួលក្នុងការផ្ញើប្រាក់តាមទូរស័ព្ទនោះ Plus 855 Music ក៏ចាប់ផ្ដើមពីចំណង់ចំណូលចិត្តតូចមួយដូចទៅនឹង Wing Bank ដែរគឺការបង្កើតផ្ទះសម្រាប់សិល្បករកម្ពុជា Lasima Cartel ក៏ដូចគ្នាពួកយើងចាប់ផ្ដើមពីចំណុចតូចមួយដែលបានបំលែងចក្ខុវិស័យរបស់ពួកយើងឲ្យក្លាយទៅជាចលនាមួយដ៏ធំនិងផ្សព្វផ្សាយតន្ត្រីខ្មែរឲ្យអ្នកគាំទ្រក្នុងស្រុករួមទាំងលោកទាំងមូលបានលើ Wing Bank និង Lasima Cartel មានភាពស្រដៀងគ្នាគឺការចាប់ផ្ដើមតូចដោយមានឆន្ទៈនិងចក្ខុវិស័យច្បាស់លាស់ខ្ញុំជឿជាក់ថាអ្វីដែល Plus 855 និងក្រុមសិល្បករ Lasima Cartel របស់យើងអាចផ្ដល់ទៅកាន់ Wing Bank នោះគឺទី1គឺយើងអាច
ផ្ដល់នៅការផ្សារភ្ជាប់ផ្នែកអារម្មណ៍តន្ត្រីមានឥទ្ធិពលអាចធ្វើឲ្យមនុស្សមានអារម្មណ៍និងមានភាពជឿជាក់តាមរយៈតន្ត្រីនិងសិល្បករយើងអាចធ្វើឲ្យវិញបែងផ្សារភ្ជាប់ជាមួយអតិថិជនមិនត្រឹមតែលើផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេប៉ុន្តែទៅនឹងទំនោរចិត្តប្រជាជនកម្ពុជាផងដែរលើពីនេះយើងអាចផ្ដល់ជូននៅការផ្សារភ្ជាប់ជាមួយនឹងយុវជនជំនាន់ថ្មីសិល្បករឡាស៊ីម៉ារបស់ពួកយើងគឺជាសិល្បករដែលមានវ័យក្មេងដែលប្រើប្រាស់ភាសាយុវវ័យមិនថាតាមរយៈតន្ត្រីប៉ុណ្ណោះប៉ុន្តែរួមទាំងសិល្បៈ unique រៀងខ្លួនរបស់ពួកគាត់ទាំង7នាក់មាននេះធ្វើឲ្យវិញបែងមានភាពទាន់សម័យនិងកាន់តែជិតស្និទ្ធជាមួយនឹងស្រទាប់យុវជនក្នុងស្រុកមួយវិញទៀតនោះគឺយើងអាចផ្ដល់នូវឥទ្ធិពលវប្បធម៌សិល្បករគឺជាចំណែកមួយនៃការបង្កើតទិសដៅវប្បធម៌នៅពេលដែលវិញបែងសហការជាមួយនឹង Lassie Marketer នោះមានន័យថាវិញបែងកំពុងតែជាផ្នែកមួយនៃចលនាវប្បធម៌កម្ពុជាផងដែរតន្ត្រីនិងសិល្បៈរបស់ Lassie Marketer គឺការចាប់ផ្ដើមពីចំណុចតូចមួយតែបង្ហាញពីក្តីសម័យការខិតខំនិងការជឿជាក់លើខ្លួនឯងហើយខ្ញុំជឿថាតម្លៃទាំងនេះគឺសមស្របទៅនឹងអត្តសញ្ញាណរបស់វិញបែងដូច្នេះការសហការនេះមិនមែនជាការប្រកាសទុសឆន្ទៈប៉ុណ្ណោះទេប៉ុន្តែជាការចាប់ផ្ដើមនៃការផ្សារភ្ជាប់ថ្មីរវាងតន្ត្រីនិងឧស្សាហកម្មហិរញ្ញវត្ថុសូមអរគុណសារជាថ្មីទៅកាន់វិញបែងដែលបានជឿទុកចិត្តលើតន្ត្រីនិងសិល្បករកម្ពុជាជាពិសេសគឺផ្ដល់ឲ្យពលលោកសិល្បករយុវវ័យដូចជា Lassie Marketer ខិតខំស្វែងរកនៅស្នាដៃបន្ថែមដើម្បីផ្ដល់ភាពជាដៃគូនេះសូមអរគុណ Lassie Marketer ដែលតែងតែខិតខំដុសខាត់ស្នាដៃថ្មីនិងបានពំនាំយកសម្លេងនិងធម៌ពលដ៏អស្ចារ្យនេះជូនទៅកាន់ដៃគូសហការក៏ដូចជាអ្នកគាំទ្ររបស់យើងកន្លងមកនិងសូមអរគុណក្រុមការងារ Plus 855 Music ដែលតែងតែមានឆន្ទៈរួមគ្នាក្នុងការជំរុញឲ្យសិល្បៈនៅកម្ពុជាឈានទៅដល់កម្រិតមានស្តង់ដារមួយជាចុងក្រោយខ្ញុំសូមគោរពជូនពរភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះឲ្យមានសុខភាពល្អសុវត្ថិភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ចបាទសូមអរគុណបាទសូមអរគុណនៅវត្តមានរបស់លោកសេរីធីដែលបានផ្ដល់ជូននៅមតិចំណាប់អារម្មណ៍យ៉ាងពិសេសផ្ទាល់តែម្ដងដោយដែលគាត់បានជម្រាបជូនខ្ញុំជឿជាក់ថាតាមរយៈកិច្ចសហប្រតិបត្តិការគ្នារវាងក្រុម Lassie Marketer ដែលជាទូសុឆន្ទៈនិងធនាគារវិញនឹងនាំមកអ្វីដែលថ្មីប្លែកអស្ចារ្យសម្រាប់វិស័យតន្ត្រីនៅក្នុងប្រទេសកម្ពុជារបស់យើងទៅមួយកម្រិតនិងមួយជំហានទៀតព្រោះជឿជាក់ថាអ្នកទាំងអស់គ្នាប្រហែលជានៅទីនេះសុទ្ធសឹងតែស្ដាប់ចម្រៀងទស្សនិកជនដែលទស្សនាផ្ទាល់ក៏សុទ្ធសឹងតែជាអ្នកដែលនិយមស្ដាប់នៅបទចម្រៀងតាមរយៈក្រុមតារាចម្រៀង rap ដ៏ល្បីនៅក្នុងប្រជាជាតិកម្ពុជាដែលតែងតែលើកស្ទួយវប្បធម៌និងអរិយធម៌ឧបករណ៍ភ្លេងខ្មែរនិងអ្វីដែលជាខ្មែរនៅក្នុងបទចម្រៀងរបស់ពួកគាត់នឹងធ្វើឲ្យធនាគារវិញជាកិច្ចសហប្រតិបត្តិការមួយដ៏ថ្មីស្រឡាងហើយនឹងមានអ្វីដែលថ្មីសម្រាប់ទស្សនិកជនផងដែរអរគុណអញ្ចឹងឃើញថាដោយសារតែមិញកញ្ញាវិនិដាលោកសេរីធីគាត់បានធ្វើការថ្លែងនៅចំណាប់អារម្មណ៍ហើយខ្ញុំក៏លេចទៅឃើញដូចជាសិល្បកររបស់យើងកំពុងតែបែកញើសបាទបងហាសាភ័យមែនបងបាទជាស្រ័យបាទភ័យអត់ភ័យបងពាក់អាវច្រើនតង់ពេកអូបាទបងចឹងអាចដោះមួយឲ្យ fan អីចឹងទៅព្រមទេចាំពេលចប់បង fan ចង់បានអាវក្រៅទេបាទបងខ្ញុំមិនដឹងទេណានឹងនិយាយលេងទេណាបាទអូខេអញ្ចឹងខ្ញុំដោយសារតែឃើញបងហាសាភ័យជាងគេអញ្ចឹងគឺសុំសួរទៅបងហាសាមុនគេតែម្ដងបាទសំណួរខ្ញុំងាយស្រួលទេណាបងសាបទេបាទអញ្ចឹងចង់សួរទៅកាន់បងហាសាថាពេលវេលានេះខ្ញុំជឿជាក់ថាជាពេលវេលាមួយដ៏រំភើបហើយនឹងរីករាយសម្រាប់ក្រុម Lassie Marketer តើក្នុងថ្ងៃនេះបងហាសាផ្ទាល់មានចំណាប់អារម្មណ៍បែបណាដែរដែលបានទទួលកិច្ចសហប្រតិបត្តិការជាទូតសុឆន្ទៈរបស់ធនាគារវិញបាទសូមអញ្ជើញអរគុណបងស្វាសំណួរជាថ្មីម្ដងទៀតខ្ញុំសូមធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំធនាគាររបស់វិញដែលបានជ្រើសរើសយកពួកយើងធ្វើជាទូតសុឆន្ទៈផ្លូវការហើយក៏អរគុណដល់អ្នករួមដំណើរក៏ដូចជាក្រុមការងារ Plus 855ពួកយើងដែលដុតដៃដុតជើងធ្វើឲ្យការសហការនេះបានកើតឡើងដោយរលូនបងហើយពួកយើងពិតជាមានអ្វីប្លែកថ្មីច្រើនមែនតើសម្រាប់បម្រើជូនទៅធនាគារក៏ដូចជាបម្រើជូនដល់ប្រជាជនឬក៏ជា audience របស់យើងសម្រាប់ពេលខាងមុខនេះផងដែរបងហើយដូចបងរទ្ធីបាននិយាយអញ្ចឹងតន្ត្រីហើយរវាង Lassie គឺអាចធ្វើឲ្យ
ធនាគារវិញអាចយកទៅប្រើប្រាស់ដូចជាធ្វើការបង្ហាញនៅរឿងរ៉ាវផ្ទាល់ខ្លួនក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងប្រជាជនកម្ពុជារបស់យើងហើយជាមួយនឹងធនាគារហើយក៏ដូចជាពួកយើងផ្ទាល់ផងដែរបងហើយពួកយើងនឹងព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យកិច្ចសហការមួយនេះដើរទៅរលូនបានយ៉ាងល្អហើយក៏ដូចជាឆន្ទៈរបស់ពួកយើងនិងភាពជឿជាក់របស់ពួកយើងនឹងធ្វើឲ្យអ្វីៗទាំងអស់កាន់តែប្រសើរទៅបងអរគុណច្រើនបងបាទអរគុណច្រើនបាទនៅចម្លើយដល់ក្បោះក្បាយរបស់លោក Hasha ផ្ទាល់តែម្ដងខ្ញុំជឿជាក់ថាពួកគាត់ទាំងអស់គ្នាសុទ្ធសឹងតែមានអារម្មណ៍រីករាយបាទរំភើបដែលបានក្លាយជាទូតសោកឆន្ទៈនៃធនាគារវិញជាធនាគារមួយដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជារបស់យើងហើយត្រូវបានប្រជាជនខ្មែររបស់យើងទទួលស្គាល់យ៉ាងច្រើនក្រៃលែងអរគុណបាទសំណួរបន្តចង់ខ្ញុំសួរទៅណាគេដែរណាគេសុំឲ្យលឺមើលមេស៊ីយោណាគេទៀតតែខ្ញុំអត់ខ្វល់ខ្ញុំចង់សួរទៅ Tommy បាទបាទពិធីករស្រូវខ្វល់ចង់សួរខ្លួនឯងបាទអញ្ចឹង Tommy ត្រៀមស្ដាប់ណាបាទត្រូវខាប់បង repeat សំណួរពីរដងអីទេឬតែសួរតែម្ដងបានហើយតែម្ដងឯណោះបាទកុំមើលមុខមកចភ័យបាទកិច្ចសហការនេះបាទមិនត្រឹមតែរួមចំណែកលើកកម្ពស់វិស័យតន្ត្រីហើយនិងសិល្បៈប៉ុណ្ណោះទេតែក៏ជាការលើកកម្ពស់គុណតម្លៃអត្តសញ្ញាណនិងស្មារតីជាតិខ្មែររបស់យើងផងដែរអញ្ចឹងក្នុងន័យនេះចង់សួរទៅកាន់ Tommy ថាតើភាពជាដៃគូនេះអាចជួយបំផុសក៏ដូចជាលើកទឹកចិត្តយុវជនចំនួនក្រោយរបស់យើងនឹងយ៉ាងដូចម្ដេចខ្លះបាទសូមអញ្ជើញបាទសូមអរគុណហើយក៏សូមជំរាបសួរម្ដងទៀតដល់ភ្ញៀវកិត្តិយសទាំងអស់គ្នាចំពោះការសហការរវាង Wing Bang ជាមួយនឹង La Cima Cartel គឺសុទ្ធតែជាការសហការដ៏បង្ហាញពីអត្តសញ្ញាណជាតិរបស់យើងដោយសារតែ Wing Bang ក៏ដូចជា La Cima Cartel គឺជាសមិទ្ធផលរបស់ប្រទេសជាតិយើងរបស់ជនជាតិខ្មែរយើងផងដែរអញ្ចឹងសម្រាប់ខ្ញុំពួកយើងនឹងសម្រេចគោលការណ៍មួយដែលយើងយកអ្វីដែលយើងមានក៏ដូចជាអត្តសញ្ញាណរបស់យើងទៅឆ្នៃទៅជាអ្វីមួយដែលមានតម្លៃកាន់តែថ្លៃហើយយើងផ្សារភ្ជាប់ជាមួយនឹងយុវជនសម័យថ្មីជាមួយនឹងការប្រើប្រាស់នៅហិរញ្ញវត្ថុរបស់គាត់ឬក៏ financial របស់ពួកគាត់ដើម្បីឲ្យបង្ហាញទៅទស្សនិកជនទទួលបាននៅអារម្មណ៍ដ៏ថ្មីរូបភាពដ៏ថ្មីដែលបញ្ជាក់នៅអត្តសញ្ញាណជាតិយើងបាទអត់តែប៉ុណ្្នឹងទេណាបាទអូខេអរគុណច្រើន Tommy បាទជាការពិតខ្ញុំជឿជាក់ថាអ្នកនៅទីនេះពីច្រើនជាយុវជនចំនួនក្រោយជា Gen Z បាទដែលយើងតែងតែនិយមហៅបែបហ្នឹងហើយពួកគាត់តែងតែចង់ទទួលបាននៅអ្វីដែលថ្មីថ្មីនៅក្នុងជីវិត challenge ថ្មីរឿងរ៉ាវថ្មីកិច្ចសហប្រតិបត្តិការថ្មីក៏ដូចជាការនាំមកនៅភាពច្នៃប្រឌិតជាពិសេសគឺភាព creative នឹងតែម្ដងដែលគាត់តែងតែចង់ទទួលបានពីធនាគារ Wing Bang ឬជាមួយនឹងកិច្ចសហប្រតិបត្តិការថ្មីខ្ញុំជឿជាក់ថាតាមរយៈវត្តមានរបស់តារាចម្រៀងដែលពួកគាត់សិស្សតែជាយុវជនចំនួនក្រោយនេះនឹងមានកំណត់ច្នៃប្រឌិតកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការមួយនេះបាទមកសំណួរចុងក្រោយទេបាទក្នុងចំណោមអ្នកទាំង7បាទខ្ញុំចង់សួរទៅកាន់បងអេតាស៊ីវិលបាទបងចាំចោលដល់ជើខ្លួនឯងដែរបងបាទចាំអូខេតើបទចម្រៀងដែលបងច្រៀងមានប្រមាណ100បទបាទហើយសំណួរលេងទេបាទអរគុណអញ្ចឹងសំណួរដែលសួរបងមែនតើនោះគឺសួរថាតើមានន័យយ៉ាងណាសម្រាប់ពួកយើងផ្ទាល់ដែលមានវេទិកាបែបនេះដើម្បីបញ្ចេញសម្លេងហើយคล้ายទៅជាផ្នែកមួយនៃការជួយលើកស្ទួយវប្បធម៌ក៏ដូចជាស្មារតីសាមគ្គីជាតិទៅកាន់ប្រជាជនរបស់យើងសូមអញ្ជើញបាទអរគុណបងអញ្ចឹងក្នុងនាមយើងជាសិល្បករយុវវ័យសម័យថ្មីពួកខ្ញុំមិនត្រឹមតែមិនគ្រាន់តែបង្កើតតន្ត្រីដើម្បីសម្លេងតែប៉ុណ្ណោះទេបងពួកខ្ញុំក៏បានផ្សារភ្ជាប់ជាមួយនឹងគំនិតអប់រំល្អក៏ដូចជាបទពិសោធន៍ថ្មីជាមួយនឹងវប្បធម៌ផ្សេងរបស់ខ្មែរដែលពួកយើងមានបានចំបាច់ចូលទៅក្នុងចម្រៀងរបស់ពួកខ្ញុំហើយសម្រាប់ការសហការជាមួយនឹង Wing Bang ពួកខ្ញុំគិតថាវាជាការល្អមួយហើយក៏វាជារឿងថ្មីមួយដែរសម្រាប់ឲ្យពួកខ្ញុំបានបង្ហាញសិល្បៈរបស់ពួកខ្ញុំទៅកាន់ពិភពលោកឬក៏ដូចជាប្រជាជនខ្មែរទាំងអស់បានស្គាល់ពីពួកខ្ញុំឲ្យកាន់តែច្រើនក៏ដូចជាចែករំលែកគំនិតអប់រំផ្សេងនឹងការសប្បាយរីករាយតាមរយៈធនាគារ Wing អរគុណច្រើនបងបាទអរគុណដល់នៅចម្លើយបាទយ៉ាងបោះក្បាយរបស់លោកអាឡាជីផ្ទាល់តែម្ដងអរគុណអញ្ចឹងបន្តទៀតនៅក្នុងកម្មវិធីរបស់យើងបាទខ្ញុំបាទមានកិត្តិយសសូមគោរពអញ្ជើញវត្តមានកញ្ញាវិនីតាលោកស៊ីវរធីនិងក្រុមតារាចម្រៀង La Cima Cartel ឡើងមកលើវេទិកាដើម្បីថតរូបទុកជាអនុស្សាវរីយ៍ជុំគ្នាបាទសូមគោរពអញ្ជើញ
បងប្អូននៅក្រុមបាច់ញញឹមទេណាបាច់ញញឹមទេអត់អីទេអត់ជាប់ទេ បាទអរគុណច្រើនមកជាបន្តទៅទៀតនេះសូមក្រុមជម្រើសអ្នកទាំងអស់គ្នានៅលើវេទិកាសិនរបស់យើងសិនដើម្បីយើងបន្តកម្មវិធីរបស់យើងជាបន្តទៀតសូមអញ្ជើញក្រុមការងារបាទយកវាដើម្បីឡើងមកលើវេទិកាយើងត្រៀម hosting រួមគ្នាជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសនៅទីនេះដើម្បីជាការអបអរសាទរបាទទូតសូចន្ទៈថ្មីជាផ្លូវការរបស់ Tony Givingអូខេអ្នកទាំងអស់គ្នាដែលគាត់មានកែវភេសជ្ជៈនៅក្នុងដៃអាចធ្វើការត្រៀមលើកទាំងអស់គ្នានោះដើម្បីជាការឈៀអបអរសាទរទូសូចន្ទៈថ្មីនៃធនាគារ Wing របស់យើងគឺក្រុម Lasima Cartel ហើយខ្ញុំបានធ្វើការរាប់ជូនបាទហើយជួយស្រែកឈៀទាំងអស់គ្នាផងបាទអ្នកទាំងអស់គ្នាត្រៀម 1 2 3 cheer ស្វាគមន៍ទូតសូចន្ទៈផ្លូវការធនាគារ Wing គឺក្រុម Lasima Cartel បាទចាប់ពីថ្ងៃនេះតទៅសូមឲ្យក្រុម Lasima Cartel នៅធនាគារ Wing ចាប់ដៃគ្នាផ្លិតនៅអ្វីដែលថ្មីៗសម្រាប់ទស្សនិកជនរបស់យើងផងដែរបាទអរគុណដល់វត្តមានរបស់កញ្ញាវិនិតាអរគុណដល់វត្តមានលោកសេរីធីអ្នកទាំងពីរអាចអញ្ញាសម្រាប់បានអរគុណច្រើនបាទក៏សូមគោរពជូនពរឲ្យកិច្ចសហប្រតិបត្តិការមួយនេះទទួលបាននៅជោគជ័យនិងសមិទ្ធផលថ្មីៗដល់អាចារ្យជាបន្តទៀតបងប្អូនទាំងអស់គ្នាអាចអញ្ញាសម្រាប់បានអរគុណច្រើនអរគុណដល់ទស្សនិកជនជាទីគោរពនិងជាទីមេត្រីអញ្ចឹងលោកអ្នកបានឃើញនៅសមិទ្ធផលថ្មីសាឡាងរបស់ធនាគារ Wing គឺជាការប្រកាសជូននៅទូតសូចន្ទៈជាផ្លូវការរបស់ធនាគារ Wing ក្រុម Lasima Cartel ដែលមានសមាជិករហូតដល់ទៅ7រូបហើយម្ដងទៀតខ្ញុំជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងទទួលបាននៅអ្វីដែលជាផ្លែផ្កាសម្រាប់ទស្សនិកជនក៏ដូចជាសម្រាប់ប្រជាជនកម្ពុជារបស់យើងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះតាមរយៈវិស័យតន្ត្រីនៅក្នុងប្រទេសកម្ពុជាហើយនេះក៏ជាពេលវេលាមួយដែលវិស័យតន្ត្រីរបស់យើងគួរតែរីកចម្រើនមួយកម្រិតទៀតទៅកាន់ពិភពលោកផងដែរអរគុណដល់ទស្សនិកជនដែលកំពុងទស្សនាផ្ទាល់នៅលើទំព័រ Facebook Page ផ្លូវការធនាគារ Wing របស់យើងក៏ចង់ជម្រាបជូនថាកម្មវិធីរបស់យើងនឹងធ្វើការសម្រាប់រយៈពេល10នាទីដូច្នេះសូមកុំតាន់ភ្ញៀវកិត្តិយសអញ្ជើញទៅណាក៏ដូចជាទស្សនិកជនកុំតាន់អញ្ជើញទៅណាយើងនឹងត្រឡប់មកជួបគ្នាជាមួយអ្វីដែលថ្មីអ្វីដែលពិសេសជួបគ្នាឆាប់នេះមិនចង់ដកលើជាងពីអ្នកណៃគិតថ្លៃសេវាអត់ណោះលែងគិតថ្លៃសេវាទៀតហើយវ៉ាវបើយើងដកលុយ 30000 រៀលគេគិតសេវាអត់ណាអត់គិតទេមែនចង់បើ$3000ចំនួនប្រមាណក៏បានមិនគិតថ្លៃសេវាទេលុយមកខ្ញុំដកលើបានអត់ខ្ញុំមាន app Wing Bank នៅមានទៅចាំកាលទៀតចង់ដកឥឡូវដកថ្ងៃនេះដកស្អែកដកចុងសប្តាហ៍ដកគូកំណត់អាកុងអាម៉ាឬចង់ដកគូកំណត់ទី2របស់អ្នកក៏មិនអស់ថ្លៃសេវាដែរគឺមិនអស់ជារៀងរហូតតោះបដូរមកប្រើ app Wing Bank ជាមួយគ្នាក្រោមពន្លឺដួងខែមានតែបងហើយនឹងមានស្នេហ៍សង្ឃឹមមុនបើកបេះដូងឲ្យបងបានឈង Baby បើកបេះដូងឲ្យបងថែសន្យាថានឹងគិតគូរអូនរហូតមិនរបូតឡើយក្នុងភ្នែកគ្មានអ្នកផ្សេងទេមិនវិចវេរយកោតឡើយបងគោរពតួនាទី Trust on me now my love មិនឲ្យអូនខកចិត្តទេឈរវី Trust on me now my love អូដួងតារាមក Baby you a star ដែលនៅឆ្ងាយចិត្តបងប្រាថ្នាសែនប្រាថ្នាម៉ាលីយ៉ាមានបងហើយអូនប្រៀបដូចចា
ជាពន្លឺបើសិនលឺសូមមុនឆ្លាតបើមានអារម្មណ៍សេតក្នុងអរ៉ាអាយយកស្បាបងធ្វើខ្នើយអូនហើយបងបាក់ត្រឹមយកស្មាយលងកាន់តែជ្រៅរៀនយកអាយញញឹមមកច្រើនមកឆោមឆាយចូលចិត្តពេលឃើញអូនសប្បាយសូមអូនកុំសាទ baby I just want you to feel the vibe បើសិនអូន sad baby បងនឹងធ្វើឲ្យអូន feel alive អូនប្រៀបដូចពន្លឺដែលមកភ្លឺដល់បេះដូងបងកណៃតាំងពីឃើញអូនដំបងបេះដូងប៉ះទុំកែកបេះដូងអត់ដឹងយ៉ាងម៉េចឲ្យតែកើតឲ្យបន្តិចគឺបងនឹកឃើញតែអូនពីបាននឹងបំផ្លែកឲ្យបេះដូងចង់ឲ្យអូនគ្រប់គ្រងយ៉ាងណាក៏ជាបបផាតែមួយតងដែលមិនតែប្រាថ្នាចង់ឆងស្នេហាគឺជាស្នេហាមិនសាវ៉ាបងមិនងំអូនឈឺក្បាលទេស្រីអូខេវ៉ានចង់សារធ្វើជាសង្សារចាំមកបោះត្រាចិត្តស្មោះជូនថ្លៃអត់ទេទោះដល់តកាលមិនបែបណាបច្ចុប្បន្នកាយយើងគឺរឿងថ្មីបងស្មាតធ្វើជាស្នេហាដែលត្រូវការស្នេហាភក្តីអូយបើបានបងជាយោបយ baby សន្យាថាមានអូនមួយអូនគឺជាសំណុំចិនក្នុងកែវភ្លេងបងអរគុណដែលព្រមទទួលបងស្នេហ៍អូនលើមួយលានដង Oh I love you like a love song Oh I love you មានតែអូនមួយបោះចោលកលកូនមិនឲ្យអូនព្រួយនៅចាំជួយពេលដែលអូនត្រូវការសន្យាថាមិនឲ្យណៃកាជឿបងពីដែលបងនេះថាមិនមែនសម្ដីប្រព្រាសាមញ្ញធម្មតាដែលធ្វើឲ្យចេញរួមរៀងអូននេះបទចម្រៀងមកច្រៀងមិនចេះចិត្តណាយអូននេះទាំងព្រៀងមកលេងមិនខ្លាចឈឺឡើយអូននេះជាបច្ចាសំខាន់បងតែត្រូវការអូនគឺជាកាដូមិនបដូរដូចគេមកចោលចាអូនគឺជាបន្លឺឲ្យបងភ្លឺពេលដែលនៅខ្វាយអូនជាគូជីវិតតាមមួយសិនដែលចេញទៅ Baby on bang the melody Baby I'm on you like the bone and chat you fun Baby I'm on you in a way they had to stay Do you over chan you my dog go bong tiger Do is out now okay no on is hot ching On it I'm wrong Lord they bought the bong ching On it them bong my bong chong my no chikon the side Baby you my love you my heart you I'm doing that I love you baby Oh doing that mang baby you a star em nơi chga Chin mong pratna sign pratna mali am you bong ai On priep đôi cha mấy cha pun lư សិនលឺសូមមុនឆ្លាតបើមានអារម្មណ៍សេតក្នុងអរ៉ាអាយយកស្បាបងធ្វើខ្នើយអូនហើយបងបាក់ត្រឹមយកស្មាយលងកាន់តែជ្រៅរៀនយកអាយញញឹមមកច្រើនមកឆោមឆាយចូលចិត្តពេលឃើញអូនសប្បាយសូមអូនកុំសាទ baby I just want you to feel the vibe បើសិនអូន sad baby បងនឹងធ្វើឲ្យអូន feel alive មិនចង់ដកលើជើងពីអ្នកណៃគិតថ្លៃសេវាអត់ដល់ លែងគិតថ្លៃសេវាទៀតហើយ វ៉ាវ ថាម៉េចមែនលេងគិតថ្លៃសេវាប្រកបណារាល់ការដកលុយចេញពី App Bing Bang មិនគិតថ្លៃសេវាអ្វីទាំងអស់ហើយលែងគិតថ្លៃសេវាជារៀងរាល់ទៅបដកនៅនេះបានអត់បានតែចាំបាច់ដកតែពី ATM ព្រោះវិញមានភ្នាក់ងារដករូរាយរាក់ទាក់ទូទាំងប្រទេសជាង 12000 កន្លែងណោះលុយមែនខ្ញុំដកឡើងបានអត់ទៅមាន App Bing Bang នៅមានទៅចាំកាលទៀតចង់ដកឥឡូវដកថ្ងៃនេះដកស្អែកដកចុងសប្តាហ៍ដកគូកំណត់អាកុងអាម៉ាឬចង់ដកគូកំណត់គីគីរបស់អ្នកក៏មិនអស់ថ្លៃសេវាដែរគឺមិនអស់ជារៀងរហូតតោះបដូរមកប្រើ App Bing Bang ជាមួយគ្នា ដល់មកចេញពីរៀនហ៊ានលុបកូនស្រីគេដើរលេងអូនប្រងយកបងធ្វើសង្សារនេះគឺជាស្នេហ៍កាលពីក្មេងតែពេលនេះពួកយើងធំពេញវ័យនៅតែដូចដើមអូននៅតែជាសំណំចិនមកស្នេហ៍ស្នងបែងដងបេះថ្លើមចាប់បរិញ្ញាមានការងារធ្វើដឹកផ្លែឈើចូលផ្ទាំងអូនហើយមកអូនប្រាប់ថាកុំភ័យអ្វីរៀនចាប់ពេលណាអ៊ីលើកូនហើយ
nhưng bằng sự sống lấy đó tới công nên khai tình dùng dù na y ơi bên này công đó xa rong cong xa rong cá dâm bẹp tâm lệ khơi đốc đaiสมัยแต่งงานคนจ้องมีหน้ากับดอกเป็นหน้าเคลียนมิลทีเป็นลียังไม่กะ ain't nobody feel me iPhone 3G อันมีหน้าคอยุ่มลังเบบานจุนเนรีออนไอเบดงบงปังอนมาชัวโชว์บอยเบดงบงสดังบุญชบเธอขมิ้นตุ่มนึกนายยังด้วยเพลิงแช่ลังสมสมาคมชี้มันต่อมาการพิธีสมาคมตู้โซชันแต่เพลกาทัวร์นี้กีเวนป่าสมสำเร็จคลังมวยเมาเนี่ยนั่นเนี่ยสบายอัดในราชาบัดโอเคมาเดี๋ยวซาแต่แวะนี้ถึงนี้ทำเมียนเอาไว้ได้พิเศษโดยบ้านจะมีจูนการปีแวะมนหนึ่งยืนสำระในขนมกรรมวิธีระบอบยืนจังทางประตอปียืนเพื่อการประกาศจูนในตู้โซชันเตะจิบเลยการะบอบเทนนิสกีวิ่งดูดหายในขนมแวะนี้ผู้กวาดหนึ่งเมียนเอาไว้ได้พิเศษสำหรับบำราร้อมแต่ในกระจูนระบอบยืนตอลแต่มาดองบ้านจังเงินทางดำใบยังกรรมวิธีระบอบยืนในขนมเดือดเทรนี้อาการแต่ตะกทอมสลับไปได้ว่าแต่มีระบอบยืนกระยุทธ์อันเชื่อจูรุ่นอย่างเชรันก็ในขนมเดือดเทรนี้จังสนับบอดจำเรียงระบอบรบกรมลาสีมากระแตออดเมื่อใช้บอดไอ้คลานักเก็ตใช้บอดกำรอดแล้วเชียงมามัดบ้านออดกับตอนประดามเสื้อจำตังออกคนนี้ต่อมวยปีใบโอนเชียมนูสไตรกำรอเชียสไตรชูเฉียงสนับเนี่ยพองนะเนี่ยช่วยเนี่ยนำเนี่ยกระดาษกำเตอร์มูลตึกโขยยังvà choใช้บอสไอเทียสใช้บอสไอเทียสบอสระใบน้องติ๊กต็อกไอจังá bàเอาใส่ลือเมื่อไอลือที่เมื่อลือแต่เคลียร์ไอ้เก๋bàฮะบอสเหมือนลือทำไมมีbà chia sàiทำไมมีเหรอbàทำไมมีเสียงมาใช่ฮอตcho taสิวอลใช่ฮอตbà taสิวอลเสียงมามวยปีใบมามัดไอ้กดบ่าใช่เขาบอสแต่ใช่แต่มามัดได้เธอไงบ่ากาสไลด์กับใช่ได้เนาะโอ้ยเตอร์ก็ทานเลยพวกกอดเชนมาเฉียงบอสไอ้กับยังใช่เฉียงตามได้เธออดบ้านจังเป็นแต่พวกกอดตัวกาพระจูนในพิสบายดีในครั้งเดือนตรนี้คอมเพล็กซ์ตัวกาเฉียงตามพวกกอดต้องออกคดีพ้องในครั้งเดือนตรนี้โดยเฉพาะมันน้อยเรื่องจำยูเต้ก็มันน้อยเทศนิช่วยได้เทศนาในเลือกแก่ทานตัวการเราจำยูได้สมสมัครกรมในวัดเมียนรับบ่กรมดาราจุมริงแรปได้ชีตู้โซชันแต่ทำไมในเทเนียกีวิงคือกรมลาซิมากาเต้La cima. Chúng biết số đang ngó khné mà đong tiết. Số dây đang ngó khné. Chúng biết số. Hey. Yeah. Nhom lôi hư hà của mà chanh ta. Từ na có cái tay mưa trong bạch bẹ ai thùng của nhom lôi song hà. Bùn tạc trong cứ mơ mê lùng nhom lôi still đã tới na khó kê. Kê thả phiêu qua một quad bị kê tâm miên lôi chai cứ đăng để sờ bài xì chang để xua. Yeah, I'm okay. Vài những tôm niềng cho nhom xa. I said no mà toàn bình bay. I said no bro khai bali phá ta bắt đâm thả trái lên cầm chìa trên sợi. Biện miền phử này đừng một bao mình bỏ cô anh đừng cục. Cùng tranh bao phía tơ TikTok bây giờ chuộng nơi khăn những đôi kiên chọc. លុយតែខ្ញុំបន្តភ័យជ្រវងមានបាច់សួរថាថៃមានចង់ស្គាល់ពីថ្មីថ្មីតែមកនាងស្គាល់អីស្ទៀងដេកតូននៃពេលដល់ប៉ះតុកអស់តាំងលីតិចទីកូនចុកបងឯងសៅនៅល្ងាចថ្ងៃសោបងឯងទឹកនាងខំមកកក់ទុកគាត់ like what ឲ្យលុយកុំអោយជាងបាត់ Yeah
ចេញដើរទៅពេលយប់ស្ងាត់ចិត្តសយមិនខ້ອຍខ្ញុំស្មានអូយអូយអូយមិនប្រឹងយកនៅរងស្រាប់ ទៅដល់ណាទាំងអស់គ្នាទៅដល់ណាក៏គេថាយើងលយកាត់ក្រំ100លឺហើយពួកនេះសោកត្រែកអូយលោកខ្ញុំលយចាស់ក្លិនដូចទឹកអប់ចេញក្រៅឲ្យជិះខកបយឡារមានដូចកក់ឆ្វេងស្ដាំឃើញនាងរំលយមើលមកចេះញយកាយគ្រប់សពនេះចូលចិត្តពេលខ្ញុំមូ like that ពេលខ្ញុំ walk like that ខ្ញុំចូល like what ចាំមកនៅចិត្តចាក់ស្រាឲ្យក្រៅចាំមកឲ្យខ្ញុំលេបខ្ញុំខ្ពស់ហួសបែបចាំមករកគ្នាទៅរៀន no cap បើមិនដែរស្គាល់គ្នាក៏មិនចង់ជិតអែមិនមកភៀកក៏មិនធ្លាប់បែបចាំមកឲ្យខ្ញុំតែបើលើសុំក៏មិន play ខ្ញុំលយហើយសងហា yeah ខ្ញុំលយហើយសងហា heyអូចេះតែកាយរៀងអេយេមេម៉ាយមានបបពិសោធន៍ hey 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 ខ្ញុំលយ I'm the best អូឆ្នាំថ្មី new chapter everything cool I'm so blessed ស្ងាត់ដូច surpriser នេះចង់ឲ្យខ្ញុំ move ចង់ឲ្យខ្ញុំបាញ់ chase មកលយឲ្យបានចង្កេះទុកខ្ញុំជា special guest ចង់ស្គាល់ចង់ពណ៌ចង់ទេអូថែនឹងទៅបែបមកចេះ whisky ក្តៅជាងភ្លើងចង់ឲ្យទីនេះមានតែពួកយើងពីរនាក់អូនថាបងលុយថាបង cool បងឲ្យអូនស្រួលក៏ចង់ពឹងពាក់ whisky ដូរចូលបី happy កែវមានអាគីខ្លួនឡើងត្រជាស្រមៅស្រមៃរឿងមាននិស័យយំនេះលុកដៃចូលជ្រៅខ្ញុំលយធ្វើខ្លួនឲ្យ high ទាំងឲ្យបណ្ដោះគោមើលអាស៊ីបានអូCheck this alive, this is money. Keep balling now in the city. Yeah, you be chillin', you be just Charlie. But when you in home, or chillin' more. Lôi nước lơ cô cái nhom chọc có bộ có sừng đi. Brand new life, no grow by brand new me. Brand new me. No bốc no more, no brand new nitty. Ai lên nhom lôi nhưng muốn bỏ khơi để quên đi. But never fake smile, check out your high bikini. Come all alone, change your soul. That's what I do. That's what I do. Better than you. Ai lên nhom lôi. Lôi ra ô nhưng vô cái hai thằng lôi. Straight rốt theo bề đông nhóm chắp thường môi. Đại tâm luôn hộp báo nên lôi mà rồi. Hey, let's go. Dùng đi chọn sắp bài trong hai trong lôi hả? Lôi man ấy. For real. Get it on my. Let's go. Hey, lôi bắt chân đi dây tôi bắt đi dây có bắt lôi so sap so xiên. Vừa dùng đi có bắt lôi ta cất đây cất ta cất tôi lôi. Try to cho tôi broken khôi. Các bạn không em cho chết bạch ly thông lang đến cái này cho chiếc lem đâm booty. O-A-K-A-R-E. Pop ra tới lời yeah raise on me O-A-K-A-R-E. Hey, pop ra tới lời yeah raise on me O-A-K-A-R-E Hey, pop ra tới lời yeah raise on me. អរគុណច្រើនអ្នកទាំងអស់គ្នាអរគុណច្រើនអ្នកទាំងអស់គ្នា La Sema សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយច្រៀងបទនេះ ជួយច្រៀងខ្ញុំទាំងអស់គ្នាបានអត់ តោះលើកដៃឡើងទាំងអស់គ្នា Hey អូនជាមនុស្សស្រីកំប្រឃើញអូនចង់ស្ដាប់ចង់ឡសម្រាប់ខាងក្រៅអូនអត់ដាច់គេឆ្នាំនេះគ្មានអ្នកព្រៀបនឹងអូនតែអូនថាមានគុណតម្លៃអាចទៅសងអូនកាន់ដៃអបេដូងមកបានឆ្ងាយមានមែ Let me know how you feel baby yeah Let me know sorry ប្រាប់ឲ្យបងដឹងអូនមកចង់មកខំព្រោះមកចង់តាមដឹងតាមអារម្មណ៍មិនដែលស្នេហ៍ឲ្យតែមិនប្រកាន់ខឹងហើយរបាត់បាយស្នេហ៍មកសម្រាប់តែតាមនឹង baby គឺជាប្រយោជន៍គឺជាកែវ Chardonnay តែសម័យដែលបានមកថ្នមយកថ្ងៃបងមកដល់នឹងខកខានបងតាមឲ្យបានថ្លៃនឹងពេលជាគូសំណាងគឺជាគូបាននិស័យក៏អរគុណដល់វេលាតែបងបានជួបថ្លៃបែរដល់វិញក្រានឆោតបានហើយស្ដាយគ្នាឡាមមិនដល់ចិត្តឡើយឆ្លាតដូចមកបងជានារីដែលបងតាមរកពេលនេះបានសំបំណងជួបមនុស្សដែលបងត្រូវការណាស់បែបនេះ Give me some love oh baby please សាក់តែមើលបាយទីសក់សា3ឆ្នាំក្រោយនឹងចូលរោងការមានការហើយបងមិនថាមានកូនបាច់កូនស្រីបងនឹងនាំមក Hey អត់យកបងទាំងអស់គ្នាជាមនុស្សស្រីកំដរខ្ញុំចង់សាចង់ឡសម្រាប់ខាងក្រៅអូនអត់ដាច់គេឆ្នាំនេះមានអ្នករៀននឹងអូនតែអូនថាមានគុណតម្លៃអាចតែមិនសងអូនកាន់ដៃអបេដូងមកបានឆ្ងាយមែ Let me know how you feel baby Let me know sorry ប្រាប់ឲ្យបងដឹងបងមកចង់មកខំព្រោះមកចង់តាមដឹងតាមអារម្មណ៍មិនដែលស្នេហ៍ឲ្យតែមិនប្រកាន់ខឹងហើយរបាត់បាយស្នេហ៍មកសម្រាប់តែតាមនឹង baby
គឺជាពេញគឺជាកៅសរណៃតែសម័យដែលបងមកថ្នមយកថ្ងៃបងមកនៅខកខានបងនៅតាមបាយបានថ្លៃនឹងពីជាគូសំណាងគឺជាគូបាននិស័យរងបងវាតែឃើញទុកចិត្តមិនបានតែខ្ញុំស្រឡាញ់គ្លៀបអូណូគេសាទៅសាជាដូចត្រូវក៏គុំទៅពេលកាច់វាញញឹមស្រស់បងសាទាំងអអូបងមើលខឡនៅគ្រប់ចន្លោះអូគេនៅកំមុំឲ្យបងនេះនៅកំឡោះវាផ្កាជាមួយគ្នាទេវតាជួយប្រ yeah baby នេះជា probably ខិននេះជាក្តីសម័យខ្ញុំរីដែលត្រូវជិតជាក៏ដូចជាវិននោះវាជាមិនដូចចិត្តតែក្បែរអូនរហូតដល់កាយសិនតើអូនបាត់ជាទៅលេបានទេបងនឹងថាអូននៅអូនលំបាកទេ baby អូនក្តីសោកជាងគេសុំម្ដងទៀតទាំងអស់គ្នាអូនជារូបស្រីកូនក្រឃើញអូនចង់ស្អាតចង់អូសម្រាប់ខាងក្រៅអូនអូដាច់គេឆ្នាំនេះមានអ្នកប្រៀបនឹងអូនទេអូនថាមានคนតម្លៃអាចតែសុំអូនកាន់ដៃអបេដងមកបានឆ្នៃមានមែ Let me know how you feel baby Let me know sorry ប្រាប់ឲ្យបងដឹងបងមិនចង់ខំព្រោះមិនចង់តែតាមអារម្មណ៍តែស្នេហ៍ដែលមិនប្រកាន់ខឹងខ្វះស្នេហ៍មិនសម្រាប់ទៅតាមដឹង baby គឺជាពេញគឺជាកៅសរណៃតែសម័យដែលបានមកថ្នមយកថ្ងៃមកអត់ខកខានមកតាមឲ្យបានថ្លៃគឺជាគូសំណាងគឺជាគូបាននិស័យដល់ស្រីស្អាតក្នុងទៅភ្នែកបងគឺជាអូនគឺជាអូ my baby បែរដងនេះប្រាប់ថាអូនសំខាន់ជាងគេសំខាន់ជាងគេជួបអូនរំភើបជាងស្នេហាដំបូងធ្វើឲ្យអារម្មណ៍ពេលនេះអត់តែស្រាមួយយើងតាំងពីត្រូវតែបានLa cima បាទសូមសម្លេងស្វាគមន៍ជូនទៅកាន់ក្រុម La Cima Kate អរគុណច្រើនបាទមិនដែរបោះចម្រៀងព្រោះអត់ជាងតាមហត់នៅចង់បានបទទៀតពុទ្ធោ10បាទច្រើនណាស់សួរខាងកំឡោះសំហាទាំង7បាទគាត់ព្រមឲ្យអត់ទេអត់ដឹងទេបាទចាឥឡូវចង់បានបទអីអរិយចង់បានបទអីជាពិសេសទៀតណាបទ10អត់មានអូនតនិពន្ធទេនិយាយលេងទេបាទមកខាងណាមកចាប់បទ10បាទបងរ៉ាគីខ្ញុំអត់ដឹងទេណាសួរគាត់ខ្លួនឯងទៅអរគុណច្រើនបាទអញ្ចឹងឃើញថាវត្តមានរបស់ក្រុមតារាចម្រៀង La Cima Kate របស់យើងនៅក្នុងរាត្រីនេះបាទគឺថាគាត់ផ្ដល់ជូននៅបទចម្រៀងក៏ដូចជាការស្វាគមន៍ជាទូរស័ព្ទចែកផ្លូវការរបស់ធនាគារវិញរបស់យើងរួចរាល់ហើយដើម្បីផ្ដល់នូវភាពសប្បាយរីករាយខ្ញុំជឿជាក់ថាបន្តពីនេះបទចម្រៀងល្បីក៏ដូចជាបទចម្រៀងដែលរំខានអារម្មណ៍ទេសនិកជនក៏ដូចជាបទចម្រៀងដែលផ្សារភ្ជាប់ជាមួយនឹងធនាគារវិញនឹងមានច្រើនជាបន្តទៀតនៅក្នុងប្រជាជាតិកម្ពុជារបស់យើងតាមរយៈកិច្ចសហប្រតិបត្តិការរបស់ក្រុម La Cima Kate រួមជាមួយធនាគារវិញចុងក្រោយសូមតំណាងតែម្នាក់ក៏បានដែរអាចធ្វើការអរគុណទៅកាន់ធនាគារវិញនិងអរគុណទៅកាន់ទេសនិកជនចុងក្រោយបាទសូមជឿចុងក្រោយរបស់យើង La Cima Kate អរគុណជាពិសេសដល់ខាង Wing Bang ជាពិសេសភ្ញៀវកិត្តិយសដែលចូលរួមទាំងអស់ទាំងបង influencer បង JTT អរគុណបងមែនតើខ្ញុំឃើញមុខពួកបងថ្ងៃនេះពិតជាសប្បាយដើម្បីកំដរអារម្មណ៍ឲ្យយើងញ៉ាំកម្មវិធីឲ្យកាន់តែសប្បាយអញ្ចឹងអរគុណសង្ឃឹមថាពួកយើងនឹងមានអ្វីដែលពិសេសជូនទៅដល់អ្នកទាំងអស់គ្នាហើយកុំភ្លេចចាំតាមដាននៅលើ La Cima ក៏ដូចជា Wing Bang ផងដែរអរគុណច្រើនអរគុណម្ដងទៀតសូមស្នូទៅដល់ជឿទៅកាន់ក្រុម La Cima Kate អរគុណអ្នកទាំងអស់គ្នាអាចសម្រាប់បានណាអរគុណច្រើនជូនពរឲ្យជោគជ័យនៅក្នុងកិច្ចសហប្រតិបត្តិការខ្លាយជាទូតសុចន្ទៈថ្មីនៃធនាគារវិញបាទជួបគ្នានៅក្នុងឱកាសក្រោយជាបន្តទៀតអរគុណបាទអរគុណដល់ទស្សនិកជនដែលទស្សនាតាមរយៈទំព័រ Facebook Page ផ្លូវការធនាគារវិញរបស់យើងអរគុណដល់ទស្សនិកជនដែលគាត់ចូលរួមផ្ទាល់ជាមួយនឹងកម្មវិធីរបស់យើងនៅក្នុងរាត្រីនេះផងដែរក៏ចង់ជម្រាបជូនទៅកាន់ទស្សនិកជនបន្ថែមបាទអញ្ចឹងឃើញថាក្រោយពីកិច្ចសហប្រតិបត្តិការនេះទៅនឹងមានអ្វីដែលថ្មីជូនទៅកាន់ទស្សនិកជនជាមួយនឹងក្រុម La Cima Kate និងធនាគារវិញរងចាំទស្សនាជាបន្តបន្ទាប់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះហើយទស្សនិកជនដែលគាត់ទស្សនាតាមរយៈទំព័រ Facebook Page ផ្លូវការធនាគារវិញយើងក៏ដល់
ដល់ពេលវេលាដែលត្រូវគ្រប់លាជួយទៅកាន់ទស្សនិកជនផងដែរគ្រប់ជូនពរឲ្យទស្សនិកជនមេត្តាសុខភាពល្អសំណាងល្អជោគជ័យគ្រប់ភារកិច្ចនិងរងចាំដាក់ដានសនាក៏ដូចជាទទួលសម្ដាប់នៅអ្វីដែលថ្មីបាទពីធនាគារវិញនិងក្រុម La Sima Cartel ជាបាទ Summer និងក្រុមការងាររួមទាំងភ្ញៀវទាំងអស់គ្នានៅទីនេះសូមអរគុណនិងសូមគោរពលា